Ok បងប្អូនចង់ដឹងពីរបៀបយើងផុសprofile TikTok របស់យើងណាកុំឲ្យវាចូលទៅក្នុង story បងប្អូនអញ្ចឹងបងប្អូនចូលមកកន្លែង profile TikTok មកបងប្អូនខាងក្រោមបងប្អូនចុចមកតមកបងប្អូនជ្រើសរើសពាក្យថាកន្លែងនេះបងប្អូន edit profile បងប្អូនអញ្ចឹងបងប្អូនចូលមកតមកបងប្អូនចុចពីលើរូប profile យើងមកបងប្អូនតមកចុចពឹបតមកបងប្អូនជ្រើសរើសរូបភាពបងប្អូនយក from gallery កណ្ដាលបងប្អូនបើសិនខាងលើនេះគឺយើងថតភ្លាមហើយ select from gallery នេះគឺយើងយកពីរូបភាពដែលយើងថតហើយអញ្ចឹងណាយើងចុចលើវាមកទៅមកយើងជ្រើសរើសរូបមួយមកបងប្អូនអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំជ្រើសរូបនេះចុះខ្ញុំដាក់នោះមកនេះអញ្ចឹងបងប្អូនចង់បានប៉ុណ្ណាអញ្ចឹងបងប្អូនចង់បានទូចឬធំបងប្អូនចង់បានធំបងប្អូនក៏រីកមកវងហ្នឹងអញ្ចឹងបងប្អូនកលេចមើលខាងក្រោមនេះឃើញកន្លែងចំណុចមួយកន្លែងនេះបងប្អូនកន្លែងគ្រីសពណ៌ក្រហមនេះបើសិនជាបងប្អូនគ្រីសកន្លែងហ្នឹងកន្លែងគ្រីសពណ៌ក្រហមហ្នឹងដល់ពេលដែលបងប្អូនបដូររូបភាពនៅក្នុង TikTok អញ្ចឹងរូបភាពរបស់បងប្អូននឹងវានឹង load ទៅក្នុង story របស់ TikTok របស់យើងអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាបងប្អូនអត់ចង់ឲ្យវាចូលទៅក្នុង story ទេអញ្ចឹងបងប្អូនដកវាកន្លែងហ្នឹងកុំ tick វាបងប្អូនអញ្ចឹងវីដេអូហ្នឹងខ្លីមានតែប៉ុណ្្នឹងឯងបងប្អូន